ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរាខ្យសាទេវីគង់នៅចតុមហារាជការទ្រង់អំពរពណ៌ខ្មៅសៀតផ្កាឈូកអភរណៈកែវបូរាភក្សាហាលោហិតព្រះហស្តស្ដាំទ្រង់កាន់ត្រីសូព្រះហស្តឆ្វេងទ្រង់កាន់ធ្នូគង់លើខ្នងអស្ដរសត្វសេះជាពាហនៈនាំអស់ពួកទេពនិករបវរកញ្ញាទាំងមួយសែនកោដហោះទៅកាន់គុហាកែវឈ្មោះគុណខមេលីនាភ្នំកៃឡាសខេត្តហេមពាន្តដែលប្រទេសឋានទុកព្រះសិរសាកបិលមហាព្រំតម្កល់លើពានមាសនាំចេញមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជជុំចក្រវាលតាមផ្លូវព្រះអាទិត្យចរជាគម្រប់60នាទីហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញទើបប្រជុំទេវបុត្រទេពធីតាទាំងមួយសែនកោដចូលទៅស្រង់ទឹកអនត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោឧសភរាជទាំង7ត្រជាក់ខ្សែផ្សានព្រះហឫទ័យទើបនាំចូលទៅសមាទានសិលដោយប្រតិសោមនស្សរីករាយគ្រប់អង្គក្នុងភគវតីសភាដែលវិសកម្មទេវបុត្រនិមិត្តថ្វាយហើយបន្ទោបបងនៅអពមង្គលអជ្រះស្រឡះចម្រើននៅសុភមង្គលសិរីសួស្តីជនមានអាយុយឺនយូរតរៀងទៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅ